យន់សួស្ដីបងប្អូនយើងណាថ្ងៃនេះនាំអារម្មណ៍បងប្អូនយើងមកទស្សនានៅវាលស្រែពោពេញដោយទឹកសសម្ពងនេះកន្លែងនេះរៀបចំនឹងព្រោះឲ្យបងប្អូនពី3ថ្ងៃទៀតនឹងរៀបចំព្រោះស្រូវតែឥឡូវនេះគេមិនទាន់លេទឹកចុះទេប្រហែលជា2ថ្ងៃទៀតគេមិនលេទឹកចុះអស់ហើយគេរៀបចំព្រោះក្នុងរដូវព្រោះលើកទី1នៅឆ្នាំ2026នេះថ្ងៃទៀបលិចនេះតែសភាពស្រុកស្រែអ្នកស្រុកស្រែនឿយហត់ប៉ុន្តែអត់ខ្វល់ខ្វាយអីទេល្មមរស់មានក៏មានជាងគេហើយកំពុងក្រនោះក៏ខ្វះហូបតែជីវិតចឹងល្មមរស់នៅហើយបងប្អូនបាច់ចាំរហត់ខ្លាំងពេកទេយើងចង់មានច្រើន